គុណដល់បងថ្លៃនាងខ្ញុំគាត់ផ្ញើមកពីខាងចការគាត់ផ្ទាល់នៅទឹកដីបែកលំកំពង់ចាមបងប្អូនតរៀនដាំដុះដោយធម្មជាតិប្រើជីកំប៉ុស្តនិយាយទៅការថែទាំថែរក្សាអីខ្ញុំបានទៅមើលផ្ទាល់ហើយគឺធម្មជាតិមែនតើហើយនេះបងប្អូនមើលពេលដែលយើងពុះយកចេញមកខ្លែងផ្កាវយើងហើយយើងកាត់ក្បាលតរេនហ្នឹងទៅយើងកាត់ទាំងសងខាងចឹងមកបន្ទាប់មកយើងពុះកណ្ដាលសិនដើម្បីកុំឲ្យសាច់ហ្នឹងវាមកប្រឡាក់ជ្រុញណាអញ្ចឹងយើងពុះពាក់កណ្ដាលហ្នឹងថាបានហើយមកជ្រៅពេកឲ្យវាលហែកដល់សាច់តរេនណាបងប្អូនមើលសាច់តរេនគឺល្អមែនតើហ្មងណានិយាយទៅផលិតផលរបស់ខ្មែរយើងប៉ិតណាគឺសាច់ហាប់ឆ្ងាញ់ល្មួតហ្មងទឹកដីកំពង់ចាមគឺទឹកដីដែលសម្បូរជីជាតិណាមួយឆ្នាំខ្ញុំអត់ដែរញ៉ាំណាគេក្រៅពីចការគាត់ទេមិនមែនថាដោយសារតែចការបងប្អូនឯងមិនចេះតែអួតទេណាបងប្អូនតែពិតជាឆ្ងាញ់ពិតមែនរបស់គាត់គឺឆ្ងាញ់មែនហើយពេលខ្លះខ្ញុំកំងទិញអត់ទាន់គេដែរដោយសារតែគាត់លក់ដាច់ពេកគេទៅកាត់ដល់ចការអញ្ចឹងពេលខ្លះឃ្លានពេកក៏ទិញរបស់គេខាងក្រៅញ៉ាំប៉ុន្តែមិនថាផ្អាប់ទេប៉ុន្តែដូចថារសជាតិអត់សូវឆ្ងាញ់ដូចទឹកដីកំពង់ចាមទឹកដីកពតអីចឹងណាគឺថាដោយសារតែទឹកដីនៅនោះគឺសម្បូរជីជាតិដីល្អមិនដឹងឬក៏ការថែទាំរបស់កសិករយើងគាត់ប៉ិនប្រសពក្នុងការថែទាំណាញ៉ាំទៅឆ្ងាញ់ហ្មងណាបងប្អូនក្រៅពីទឹកដីនោះខ្ញុំញ៉ាំអត់ឆ្ងាញ់ទេរបៀបដូចសាបមិនដឹងជាមូលហេតុអីងួតហ្មងហើយឆ្ងាញ់មែនតើខ្ញុំញ៉ាំមកអូឆ្ងាញ់ខ្លាំងហ្មងណាមិនថាបងប្អូនអីទិញតន់គេមិនទិញចេះតែតន់គេណាបងប្អូនខ្ញុំកំងគាត់ដឹកឲ្យគាត់រវល់ពេកព្រោះដោយសារតែគេទៅកាត់ដល់ចំការដល់អញ្ចឹងមានដៃតន់គេណាបងប្អូនមិនទិញដៃតន់គេទេបើចង់ញ៉ាំពេលខ្លះទៅជិះទៅដល់ចំការទៅរងចាំទៅអីដែរហ្នឹងមិនបានដែរហ្នឹងអញ្ចឹងបងប្អូនបើចង់ញ៉ាំអាចតាក់ទងទៅតាមเพจចំការទុរេនស៊ីនិតសុខេងបងប្អូនឆាតទៅเพจគាត់ឬក៏ទេទៅតាមលេខដៃហ្មងទៅ